គម្រោងដេញថ្លៃមូលនិធិឃុំសង្កាត់ដែលមានចំនួន3គម្រោងដាក់ឲ្យដេញថ្លៃដែលស្ថិតនៅសង្កាត់អូជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី6ខែមិថុនាឆ្នាំ2025ដោយមានការចូលរួមពីសំណាក់លោកសូបាននាយរងរដ្ឋបាលក្រុងតំណាងឲ្យលោកគិតហ៊ុលអភិបាលក្រុងប៉ោយប៉ែតនិងគណៈកម្មការបច្ចេកទេសផលិតកម្មខេត្តបន្ទាយមានជ័យលោកចៅសង្កាត់វ៉ាចិនណារ៉េតនិងលោកក្រុយកឹមលុនគណៈកម្មាធិការសង្កាត់មេភូមិជាច្រើនរូបទៀតនិងក្រុមហ៊ុនម៉ៅកាទូទៅដែលបានមកពីបណ្ដាខេត្តផ្សេងជាច្រើនទៀតគម្រោងដេញថ្លៃមូលនិធិភូមិឃុំឆ្នាំ2025លើកទី2នេះដែលធ្វើឡើងនៅសង្កាត់អូជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដែលមានផ្លូវចំនួន3ខ្សែប្រភេទជាផ្លូវចាក់បេតុងដែលមានតម្លៃប៉ាន់ស្មាន158លាន7សែន24,420រៀលក្នុងការដេញថ្លៃនោះដែរលោកចៅសង្កាត់វ៉ាចិនណារ៉េតបានឃើញថាក្រុមហ៊ុនដែលដេញគម្រោងភូមិឃុំនៅថ្ងៃទី6ខែមិថុនាឆ្នាំ2025នេះបានទៅលើក្រុមហ៊ុនដែលមានឈ្មោះយ៉កគុន្ធាដែលមានតម្លៃប៉ាន់ស្មាន157លាន6សែន94,000រៀលនៅលើសំណើដែលតិចជាងគេគឺកំណត់យកតែម្ដងប៉ុន្តែសូមបញ្ជាក់ផងដែរថាគណៈកម្មការគ្រប់គ្រងផលិតកម្មសង្កាត់ក្រុងខេត្តបន្ទាយមានជ័យកំពុងពិនិត្យនិងធ្វើការពិភាក្សារវាងក្រុមហ៊ុនម៉ៅកាទាំង3ដែលកំពុងតែដាក់សំណើដេញថ្លៃដូចជាមានការមិនចុះថយក្នុងការដេញថ្លៃសោះទើបធ្វើឲ្យគណៈកម្មការផលិតកម្មបានពិភាក្សាក្នុងរយៈពេល7ថ្ងៃដើម្បីនឹងវាយតម្លៃទៅលើក្រុមហ៊ុនទាំង3នោះផងដែរលោកសូបាននាយរងរដ្ឋបាលក្រុងប៉ោយប៉ែតក៏បានផ្ដាំផ្ញើទៅក្រុមហ៊ុនដែលបានដាក់សំណើដេញថ្លៃជាប់ជាស្ថាពរឲ្យត្រូវតែយកចិត្តទុកដាក់ចំពោះការខិតខំធ្វើការឲ្យបានល្អប្រសើរជាងមុនទៅទៀតត្រូវពង្រឹងគុណភាពធ្វើយ៉ាងណាឲ្យផ្លូវបេតុងដែលទទួលម៉ៅការទាំង3គម្រោងដែលក្រុមហ៊ុនបានទទួលម៉ៅការដេញថ្លៃជាប់នោះត្រូវតែមានគុណភាពនិងយកចិត្តទុកដាក់ឲ្យកាន់តែខ្ពស់ហើយយូរអង្វែងទៀតផងដែរជាបឋមបាទសូមគោរពលោកវ៉ាចិនណារ៉េតចៅសង្កាត់អូជ្រៅជាទីគោរពសូមគោរពលោកក្រួយកំឡូនចៅសង្កាត់រងទី1លោកកងស្អឿនរងក្រុងហើយគ្រប់លោកហុកឡាយប្រធានការិយាល័យគាំទ្រឃុំសង្កាត់នៅក្រុងប៉ោយប៉ែតមួយទៅវិញដែលជាមន្ត្រីបច្ចេកទេសថ្នាក់ខេត្តសូមគោរពអស់លោកគណៈកម្មការលទ្ធកម្មអស់លោកក្រុមរក្សាសង្កាត់លោកមេភូមិព្រមទាំងប្រជាពលរដ្ឋនៅតាមដងផ្លូវនៃភូមិសាស្ត្រទីមានជ័យដែលបានទទួលផលការដេញថ្លៃថ្ងៃនេះបើថាវិការសល់យើងបន្តទៀតពីខ្សែនីមួយឲ្យបានហើយប៉ុន្តែសូមបញ្ជាក់ថាខ្សែទី1ចាប់ពីផ្លូវធំមកដាច់ខាតត្រូវតែហាក់ឲ្យហើយសិនបានបន្តព្រោះខ្សែទី1មាន140ម៉ែត្រនៅខ្សែទី1ពីផ្លូវធំបានបន្តផ្លូវមកអន្តរជាតិមាន2ខ្សែទៀតសូមបញ្ជាក់មិនមួយខ្សែទេ2ខ្សែតែយើងដេញថ្លៃចំនួនតែ180ម៉ែត្រជាដំបូងសិតតែសារអ្នកសរសេរនេះច្រឡំពិត3ណាឲ្យតែមានថាវិការរាប់កាត់តតឹងហើយគឺទុកជាខ្សែបន្តហើយព្រោះថាវិការរាប់ឆ្នាំ2024យើងបានដាក់សាលាសន្តិភាពតែបានទៅឃើញទាំងអស់គ្នាហើយអញ្ចឹងឆ្នាំ2025ខ្សែហ្នឹងមិនបាន2ខ្សែព្រោះវាកាន់តតឹងផ្លូវថាវិការរាប់ភាសានេះឲ្យច្បាស់ទៅជា3ខ្សែហើយឆ្នាំក្រោយយើងដាក់មួយខ្សែទៀតយើងថាខ្សែតែ2ខ្សែទៀតណាជំរាបជូនមកហើយនៅម្ដុំដូចគ្នាគឺក្នុងនាមខ្ញុំជាចៅសង្កាត់ជាអ្នកកម្មការលទ្ធកម្មសង្កាត់មុននឹងអានគោលបំណងនៃការដេញថ្លៃបញ្ជាក់ថាឆ្នាំក្រោយខ្ញុំនឹងដាក់ជូនប្រជុំក្នុងក្រុមប្រឹក្សាជូនមួយខ្សែបន្តទៀតហើយជូនភូមិផ្សេងហើយឆ្នាំនេះយើងបានលទ្ធផលល្អប្រសើរហើយបាន4ភូមិទី1ផ្លូវមុខសាលាសង្កាត់នេះ490ម៉ែត្រយើងដេញថ្លៃតែ474ម៉ែត្រទេប៉ុន្តែនៅសល់20ម៉ែត្រក្រុមហ៊ុនក៏គេជួយបង្ហើយអរគុណក្រុមហ៊ុនណាអរគុណហើយនៅបាច់ខ្សែ2ខ្សែទៀតគឺសម្រាប់ភូមិបាកោះយើងហើយបន្តពីភូមិព្រៃពេជ្រយើងទៅបាកោះដំណើរនេះថ្លៃបានបំពេញចុះបានលេខានិងគណនីចំនួនទឹកប្រាក់
ត្រឹមត្រូវដែរឬទេបាទទី3គឺពិនិត្យថាតើសំណាក់នៃថ្លៃមានភ្ជាប់ជាមួយនៅលិខិតធានាប្រាកដធានាការនៃថ្លៃច្បាប់ដើមដែលដេញចេញដោយធនាគារដែរឬទេបាទគណៈកម្មការរដ្ឋកម្មនឹងបដិសេធចំពោះសំណាក់នៃថ្លៃណាដែលមិនមានសុពលភាពបាទទី3ដំណើរនៃថ្លៃដែលឈ្នះគឺជាសំណាក់នៃថ្លៃដែលមានសុពលភាពនឹងបានដាក់ដេញថ្លៃទាបជាងគេបំផុតបាទនឹងលក្ខខណ្ឌទី4ដេញថ្លៃក្នុងនោះឈ្នះមានកាតព្វកិច្ចនឹងទទួលយកកិច្ចសន្យាក្នុងករណីមិនព្រមទទួលយកកិច្ចសន្យាអ្នកដេញថ្លៃឈ្នះនោះមិនត្រូវបានអនុញ្ញាតឲ្យយកសំណាក់ដេញថ្លៃនោះទៅគម្រោងឃុំសង្កាត់ទៀតឡើយបាទហើយប្រកបធានាការដេញថ្លៃរបស់អ្នកដេញថ្លៃនោះនឹងត្រូវរឹបអូសផ្ទេរបង្វែរបងចូលថវិការបស់រដ្ឋបាទចំណុចទី5តម្លៃដាក់ដេញថ្លៃនៃសំណាក់ដេញថ្លៃដែលមានសុពលភាពទាំងអស់មានសុពលភាពរយៈពេល45ថ្ងៃចាប់ពីការបដិឆេទនៃការប្រជុំបើកដំណើរដេញថ្លៃបាទនឹងមានន័យថាបើអ្នកដេញថ្លៃដែលឈ្នះក្នុងការដេញថ្លៃមិនព្រមទទួលយកកិច្ចសន្យាអ្នកដេញថ្លៃតែបានដាក់ចេញនៅទៀបជាងគេបន្ទាប់នៅមានលក្ខណៈប្រកួតប្រជែងនិងសមស្របអាចត្រូវបានពិចារណាក្នុងការផ្ដល់កិច្ចសន្យាក្នុងរយៈពេល45ថ្ងៃនោះទី6អ្នកដេញថ្លៃឈ្នះដែលត្រូវចុះកិច្ចសន្យាជាមួយនឹងឃុំសង្កាត់ដើម្បីអនុវត្តកិច្ចសន្យាត្រូវតម្កល់ប្រាក់កក់ធានាការអនុវត្តចំនួន 10% នៃតម្លៃកិច្ចសន្យានៅធនាគារពាណិជ្ជកម្មតម្លៃដាក់តែថ្លៃមានតម្លៃសរុប157លានលោកផ្សេងទាំងអស់ដែលចំណាយពេលវេលាដែលមានតម្លៃចូលរួមនៅក្នុងពិធីប្រជុំបើកដំណើរការដេញថ្លៃនេះសូមឲ្យជួបនៅសុខភាពល្អបរិបូរណ៍បាទហើយមានកម្លាំងពលៈមកមួនរកទទួលទានមានបានបាទដើម្បីសាងអនាគតនៅក្នុងគ្រួសារយើងឲ្យមានការរីកចម្រើន